បាទសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះគឺជាវីដេអូមួយទៀតដែលបន្តពីវីដេអូមុនអញ្ចឹងវីដេអូបន្តនេះគឺខ្ញុំនឹងបង្ហាញពីរបៀបរៀបចំ content យើងឲ្យក្លាយជា content dynamic ហើយមិញខ្ញុំភ្លេច folder មួយឥឡូវខ្ញុំបង្កើត folder ទៀតមកហ្នឹងគឺយើងទុកបង្កើត database ក្នុងហ្នឹងបង្កើត connection អញ្ចឹងទៅគឺយើងដាក់ចំណាំមួយស្រួលមើលចឹងដើម្បីបង្កើតឲ្យជា dynamic ចឹងពេលយើងចុចនៅនេះអីចឹងទៅវាដូរ content កន្លែងនេះអីចឹងទៅឥឡូវខ្ញុំសុំទៅសរសេរ content ណា content ណាគឺជា div content ណាកាត់អញ្ចឹងខ្ញុំសូម view dashboard អញ្ចឹងកន្លែងនេះគឺ dashboard កន្លែង code នៅក្នុង content នេះមិញគឺ dashboard អញ្ចឹង content ហ្នឹងខ្ញុំចង់ឲ្យវា dynamic អញ្ចឹងវាដូរឡើងដូរចុះទៅតាមអ្វីដែលយើងចង់បានខ្ញុំសូមកាត់ dashboard ហ្នឹងមកដាក់ក្នុង view វិញហើយដាក់ dashboard BOARD អញ្ចឹងសូមតែមើលបន្តិចសិន BOARD DASA បាទត្រូវហើយចឹងគឺហើយយើង copy code container ខាត់ log dashboard មកនៅទីនេះវិញឥឡូវខ្ញុំសូមបិទ slide bar ដែលមានពាក្យពាន់ច្រើន menu top menu dashboard ក៏បិទចោលសិនទៅគឺនៅ content កន្លែង div ពីរនេះមិនបានសល់អញ្ចឹងគឺសល់គឺ div ហ្នឹងនៅសល់ពីនេះពី div ពីរនេះអញ្ចឹងខ្ញុំសូមកាត់វាអញ្ចឹងទៅកាត់បិទវានេះមកទៀតមិនដឹងទុកអញ្ចឹងទៅតែអញ្ចឹងព្រោះវាមាន row វាទុកអញ្ចឹងវាស្រួលឲ្យវារត់ឡើងរត់ចុះហើយខ្ញុំសូមទៅ view មើលទៅមកអញ្ចឹងកន្លែងហ្នឹងគឺទៅទេអញ្ចឹងដល់ពេលយើងចុច link មួយនេះអញ្ចឹងឲ្យវារត់មកដៃមិនអញ្ចឹងឧទាហរណ៍អញ្ចឹងខ្ញុំបង្កើត PHP មួយមើល PHP ដាក់លក្ខខណ្ឌ is the get page បើសិនទទួល ID page ហ្នឹងចឹងបើសិនទទួលខ្ញុំឲ្យតម្លៃខ្ញុំតាំង URL មួយមកview ចឹងខ្ញុំឲ្យ URL ហ្នឹងស្មើ view ហើយទៅរកទៅរក file ហ្នឹងអញ្ចឹងទៅរក file ហ្នឹង$get យើងចង់ខ្ញុំបញ្យល់តាមក្រោយម្ដងទៀតជាងដាក់ page ហ្នឹងមកជាងត string php ចឹងទៅអញ្ចឹងបើសិនជាទទួលបាន page ហ្នឹងអញ្ចឹងpage ហ្នឹងគឺជា ID get ID អញ្ចឹងវាតម្លាក់តម្លៃឲ្យមក page ហ្នឹង URL ហ្នឹងស្មើ URL page URL view ហ្នឹងហើយនឹងឈ្មោះដែលទទួលមកពី ID ហ្នឹង .php ស្មើ .php អញ្ចឹងបើសិនជាគឺខ្ញុំមិនសូវបញ្យល់ប៉ុន្មានទេហើយក៏ខ្ញុំមិនសូវយល់ជ្រៅប៉ុន្មានដែរគ្រាន់តែខ្ញុំធ្លាប់សរសេរ style បែបហ្នឹងគឺខ្ញុំយក style ចាស់ខ្ញុំមកបង្ហាញអញ្ចឹង
chẳngបើសិនដុល្លារ file ត្រូវលក្ខខណ្ឌត្រូវចឹងinclude u ដុល្លារ URL ដុល្លារ URL ចឹងបើសិនលក្ខខណ្ឌត្រូវឲ្យ include ដុល្លារ URL ប៉ុន្តែបើសិនអត់ត្រូវទេ echo page not found is only យ៉ាងទៅនេះដាក់ h1 នេះយើងឲ្យវាធំតិចចឹងប៉ុណ្ណឹងនេះដូចខុសចឹងបើសិនលក្ខខណ្ឌនេះត្រូវនៅកន្លែងនេះមិនត្រូវចឹងបើសិនជាដុល្លារ URL នឹងត្រូវចឹងឲ្យ include តែបើមិនត្រូវទេដាក់ page not found ចឹងយើងទៅមើលតិចសិនគឺអត់មានអីទេអាកន្លែងនេះក៏ link ដល់ទៅដែរចឹងយើងទៅកែកន្លែងនឹងតែម្ដងគឺកន្លែងចុចហ្នឹងដាក់ index.php ដែរ.php ចុចណាយើងដាក់ my school ហ្នឹងទៅ school ចឹងវាមាន dashboard ចឹងមិនកែបាទយើងមកមើលយើងត្រូវអត់ចឹងដែរយើង dashboard នេះចឹងកន្លែង overview គឺនៅ sidebar ចឹងខ្ញុំមក sidebar ដូរដាក់បន្ត student ទៀតដែរ student ដាក់តែប៉ុណ្្នឹង student ចឹងឲ្យ link ខ្ញុំដាក់ where page ចឹង page ហ្នឹងគឺ ID មិញចឹងខ្ញុំឲ្យតម្លៃ ID ហ្នឹងគឺ student smart student ចឹងបើសិនខ្ញុំឲ្យ smart student គឺខ្ញុំឲ្យ ID ហ្នឹងស្មើទៅ page ហ្នឹង student អញ្ចឹងបើសិនវាទទួលបាន student ឲ្យវាស្មើ view/student.php អញ្ចឹងកន្លែងនេះគឺ student.php អញ្ចឹងបើសិនជាដុល្លារ URL នឹងត្រឹមត្រូវមានថាលក្ខខណ្ឌពិតអញ្ចឹងឲ្យ include តែបើមិនពិតទេឲ្យ echo page not found អញ្ចឹងយើងទៅមើលនឹង student ហើយអានេះដូចណា page not found តែយើងទៅនៅក្នុងអញ្ចឹងប្រហែលទៅនៅក្នុងវានៅការ container យើងគួរតែចាប់វាដាក់នៅនេះមួយview class row ដាក់ក្នុង row មួយបាត់ row គេអត់មួយនេះ row របស់គេចាស់ទេកាត់ row ឲ្យមុនមកហើយចាប់អាហ្នឹងយកបណ្ដាក់មិនដែរវ៉ាដល់នៅក្នុងទៀតចឹងអានេះគឺវានៅក្នុងសុំតើមើលបន្តិចសិនអូនៅក្នុង row ស្លាច់ឲ្យត្រូវគឺមាន row ស្លាច់ហើយcònនៅវាចូលទៅក្នុង sidebar នេះវាមាន div តាមត្រូវអញ្ចឹង div កន្លែងនេះគឺខ្ញុំកាត់ div ទៅចូល dashboard បាត់ហើយហ្នឹងមិនអញ្ចឹងវាលឹកចូលគឺវាមាន div វាមួយភ្លឹបនេះគឺគេមាន div វាមួយកាត់មកកន្លែងលុបម្ដង save ខ្ញុំយកទៅ container វិញនេះយើងមាន call SM9 នេះ call MD10 នេះអញ្ចឹងអាចខាង sidebar នេះគឺ call MD2 អញ្ចឹងនៅខាងនេះ10ត្រូវហើយ
nhưng chung tất cả cột đặt trong này đây bàn chứng về lập chỗ bàn lực phải nó chứng về toàn score thì cái này chắc là toàn score được xa tại trong một toàn màn bằng khát pay được trong view này nhưng to việc toàn miền ở nơi xa việc miền A include chắc vì tranh pay nó toàn là trong tầm bằng khát student PHP mua được đã mấy tiết chắc bà ấy cứ đưa xa vì score để dương bằng cả tới vì score nó vì score cái này hả nhưng đã ấy class header này classរបស់ bootstrap ទេ student bootstrap គឺវាសម្រួលច្រើនមែនទេ student អញ្ចឹង page នេះគឺ page student ជាងទៅធ្វើទៀតអូកន្លែងវា auto active អញ្ចឹងយើងកុំឲ្យវា auto active យើងគួរទៅសរសេរកូដក្នុងនោះសេតិមកលក្ខខណ្ឌវាតិចមកមិញយើងដល់ឡាមិញវាស្តៀងនឹងកូដនោះដែរអញ្ចឹង if $get អញ្ចឹងបើសិនវា get page get id ហ្នឹង get id ហ្នឹងsmart student អញ្ចឹងequal active ចឹងបើ stop page smart student បានឲ្យ equal active នៅក្នុង menu ហ្នឹងហើយខ្ញុំភ្លឹបអញ្ចឹងអត់ active ទេអញ្ចឹងយើងចុច active អូខេត្រូវនេះកុំនេះឡើយអញ្ចឹងវាចូលលក្ខណៈជា dynamic ហើយឥឡូវខ្ញុំដូចអត់មានអីបង្ហាញខ្ញុំសូម slash ត្រឹមហ្នឹងសិនអញ្ចឹងយើងនឹងបន្តនៅវគ្គក្រោយអញ្ចឹង slash ត្រឹមហ្នឹងសិនអូខេ